សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអូននេះខ្ញុំសូមនិយាយតាក់ទងទៅនឹងម៉ូតូ Wave ហើយនិងម៉ូតូ Song ហ្នឹងហើយអានេះខ្ញុំនិយាយតាក់ទងទៅនឹងការប្រើប្រាស់ជាក់ស្ដែងប្រចាំថ្ងៃរបស់ខ្ញុំដែលខ្ញុំមានម៉ូតូ Wave មួយគ្រឿងហើយនិង Song មួយគ្រឿងហើយខ្ញុំធ្វើការប្រៀបធៀបគ្នាដោយការអូសប្រម៉កមានទម្ងន់ប្រហាក់ប្រហែលគ្នាហ្នឹងហើយសម្រាប់ Wave នោះគឺ Wave ឆ្នាំ2022ហើយសម្រាប់អាសង់គឺអាសង់026មានន័យថា2026អញ្ចឹងណាបងប្អូនឆ្នាំមកវាចេញហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការប្រៀបធៀបគ្នារវាងនឹងពីរហ្នឹងហើយមួយគឺប្រើប៊ិចមួយគឺប្រើបេនហើយកម្លាំងរបស់វាខុសគ្នា15 cc អញ្ចឹងសម្រាប់អាសង់026គឺកម្លាំងវា125ហើយសម្រាប់អាវេវគឺកម្លាំងវា110ទេហ្នឹងហើយខ្ញុំប្រៀបធៀបទៅឃើញថាអាវេវបងប្អូនណាអាវេវដែលប្រើបេនសាំងហ្នឹងគឺវាមានកម្លាំងអូសខ្លាំងជាងហ្នឹងហើយមានកម្លាំងអូសខ្លាំងជាងស្ទុះជាងហ្នឹងហើយប៉ុន្តែនិយាយពីការលយឆាយគឺចាញ់អាសង់ហើយអាសង់គឺវាមានលក្ខណៈលយឆាយជាងហ្នឹងហើយទាន់សម័យជាងហ្នឹងហើយគេពេញនិយមជាងក៏ប៉ុន្តែបើសិនជាយើងយកទៅអូសលម៉កបែបធ្ងន់ឬក៏ប្រើរយៈពេលនៃការអូសហ្នឹងគឺប្រើផ្លូវឆ្ងាយអញ្ចឹងណាអញ្ចឹងឃើញថាពពួកអាវេវគឺអូសល្អជាងបងប្អូនណាអត់មានរអារអ៊ូលអត់មានតឹងទេយើងចង់មូលឲ្យវាលឿនឲ្យវាធម្មតាហ្នឹងហើយអញ្ចឹងគឺខ្ញុំធ្វើការដកបទពិសោធន៍ជាក់ស្ដែងហើយគឺខ្ញុំមានម៉ូតូអាវេវហ្នឹងមានមួយគ្រឿងប៉ុន្តែម៉ូតូ026នោះគឺជាម៉ូតូខ្ញុំទិញឲ្យកូនអញ្ចឹងហ្នឹងហើយសម្រាប់អាវេវគឺរបស់ខ្ញុំផ្ទាល់ហ្នឹងហើយខ្ញុំមកប្រើប្រាស់ទាំងពីរប្រភេទហ្នឹងហើយសាកល្បងមើលទៅឃើញថា Wave គឺប្រើប្រាស់ប្រចាំថ្ងៃគឺល្អជាងអាហ្នឹងគឺសម្រាប់ខ្ញុំណាបងប្អូនគិតយ៉ាងណាខ្ញុំមិនដឹងទេហ្នឹងហើយសម្រាប់អាសង់គឺខ្ញុំអូសលម៉កហ្នឹងគឺប្រហាក់ប្រហែលគ្នាហ្នឹងហើយមានថាទម្ងន់ហ្នឹងប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែឃើញថាអាសង់026គឺវាមានលក្ខណៈអត់ស្ទុះទេបងប្អូនណាគឺពេលអូសទៅគឺអត់ស្ទុះតែម្ដងហ្នឹងហើយអត់ស្ទុះទេន័យថាពេលយើងអូសផ្លូវឆ្ងាយគឺអត់សន្ទុះតែត្រូវអូសបងប្អូនហ្នឹងហើយគឺវាខ្សោយកម្លាំងអញ្ចឹងហ្នឹងហើយបើយើងអូសចិត្តហ្នឹងអត់បញ្ហាទេបងប្អូនប៉ុន្តែអូសផ្លូវឆ្ងាយខ្ញុំសាកចម្ងាយពីបាត់ដំបងទៅពោធិ៍សាត់ហ្នឹងហើយចម្ងាយ80 គីឡូហ្នឹងហើយអញ្ចឹងឃើញថាកម្លាំងនៃការអូសអាវេវ022គឺមានកម្លាំងអូសខ្លាំងជាងហើយធ្វើការអូសហ្នឹងផ្លូវឆ្ងាយហ្នឹងគឺល្អជាងក៏ប៉ុន្តែសម្រាប់អាសង់026ខ្ញុំអូសដូចគ្នាបងប្អូនណាអូសទៅមកដូចគ្នាចម្ងាយ80 គីឡូហ្នឹងគឺវាបូកចូលគ្នាទៅគឺ140 គីឡូឲ្យទៅមកហ្នឹងគឺខ្ញុំឃើញថាអាសង់គឺពេលយើងមូលឲ្យលឿនណាបងប្អូនអូសទម្ងន់ប្រហែលគ្នាគឺយើងមូលឲ្យវាលឿនទៅគឺអត់ស្ទុះទៅមុខទេហ្នឹងហើយអត់ស្ទុះទៅមុខទេអាហ្នឹងសម្រាប់ការអូសប៉ុន្តែបើសម្រាប់ស្រាលរត់ចម្ងាយស្រាលហើយផ្លូវស្រួលដូចគ្នាខ្ញុំគិតថាអាសង់វារត់ស្រួលជាងហើយហ្នឹងហើយតែបិចរត់ស្រួលជាងហើយស៊ីសាំងតិចទៀតក៏ប៉ុន្តែបើសិនជាអូធ្ងន់ដូចគ្នាប្រើផ្លូវឆ្ងាយចាញ់អាវេវដាច់តែម្ដងអានេះគឺការប្រើប្រាស់ផ្ទាល់របស់ខ្ញុំបាទតែប៉ុណ្ណោះអញ្ចឹងខ្ញុំធ្វើការចែកម្លែកពួកខ្ញុំមានម៉ូតូពីរគ្រឿងហ្នឹងធ្វើការប្រៀបធៀបគ្នាហ្នឹងហើយអាវេវ022និងអាសង់026ហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនជួយបញ្ចេញមតិនៅខាងក្រោមវីដេអូនេះថាតើបងប្អូនយល់យ៉ាងណាដែរតែសម្រាប់ខ្ញុំអានេះគឺជាបទពិសោធន៍របស់ខ្ញុំទេខ្ញុំប្រើប្រាស់ជាក់ស្ដែងយកធ្វើការអូសផ្ទាល់អញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន